ban 630 ml ហ្នឹងគឺបូមតែម្ដងឯងម្ដងចិត្តភ្លឺនាងខ្ញុំងើបបូម2ដងតែរដងហ្នឹងបើសិនជាបូមតែម្ដងអញ្ចឹងបានតែ500 ml អីទេហ្នឹងមុនចូលគេងហ្នឹងនាងខ្ញុំញ៉ាំអាហារសម្រន់ cereal អ្នកម៉ាក់អាហ្នឹងវាមានស្រូវសាលីមានគ្រាប់ធញ្ញជាតិអញ្ចឹងណាញ៉ាំមួយទឹកដោះគោគេងជ្រុលដល់ម៉ោង6ដល់ពេលងើបមកបូមបានឡើងច្រើននិយាយទៅអាចថាគេងឆ្អែតហើយមួយទៀតcereal ម៉ាក់អាហ្នឹងគ្រាប់ធញ្ញជាតិហើយជាមួយនឹងស្រូវសាលីអាហ្នឹងក៏ជួយបង្កើនទឹកដោះដែរហើយមួយទៀតផងដែរអាចថានាងខ្ញុំទឹកកូនបានមួយខែកន្លះអីចឹងណាអញ្ចឹងទៅអាចថាទឹកដោះវាអត់ទាន់ស្រកទេនៅបូមបានច្រើនអញ្ចឹងម៉ាក់ដាក់ដបចឹងហ្មងម៉ាក់ចង់ដឹងថាវាច្រើនប៉ុណ្ណានេះលើស600 ml ហ្មងណា600ចូល630នេះច្រើនមែនតើខ្ញុំកាន់ណាដបហ្នឹងទៅមានអារម្មណ៍ថាដូចចង់ខ្លាចខ្លួនឯងមិនវាច្រើនពេកណាហើយខ្ញុំទុកឲ្យស្វាមីខ្ញុំមើលគាត់ក្រោកមកថាច្រើនមែនលឹងចង់ផ្អើល